មួយជីដូចនេះរឿងទាំងមូលពិតជាចាប់ផ្ដើមនៅឆ្នាំ1973នៅលើផ្លូវក្នុងទីក្រុងញូវយ៉កនៅពេលដែលក្រុមហ៊ុនវិស្វករឈ្មោះ Motorola បានធ្វើការហៅទូរស័ព្ទដៃដំបូងគេមិនធ្លាប់មានហើយរឿងដំបូងដែលគាត់បានធ្វើជាមួយនឹងបំណែកនៃបច្ចេកវិទ្យាមិនគួរឲ្យជឿនេះនៅក្រុមហ៊ុនប្រពន្ធប្រជែងគ្រាន់តែជាការអួតថាគាត់បានធ្វើវាមុនគេចាក់ស្ដែងមានភាពស្ងៀមស្ងាត់ទាំងស្រុងនៅចុងខាងទៀតការហៅទូរស័ព្ទល្អបំផុតដែលមិនធ្លាប់មានប៉ុន្តែទូរស័ព្ទនោះ Motorola ដាញ់ Artex មិនបានចេញលក់ទេរហូតដល់ឆ្នាំ1983ហើយនៅពេលដែលមានទម្ងន់ជាង1គីឡូក្រាមចំណាយពេល10ម៉ោងដើម្បីសាកថ្មរយៈពេល30នាទីនៃការនិយាយនឹងមានតម្លៃប្រហែល$4អាមេរិកនោះគឺប្រហែលជា$10អាមេរិកជាលុយសពថ្ងៃសម្រាប់ទូរស័ព្ទដែលអាចហៅបានតែប៉ុណ្ណោះតាមធម្មជាតិវាបានក្លាយជានិមិត្តសញ្ញាឋានៈសម្រាប់អ្នកមានទូរស័ព្ទដែលអ្នកមើលឃើញអ្នកមានកាន់ក្នុងភាពយន្តទសវត្សរ៍ទី80នេះគឺជាយុគសម័យមួយជាជំនាន់ទី1ហើយវាគឺជាអាណាឡូកទាំងស្រុងដែលមានន័យជាមូលដ្ឋានសំឡេងរបស់អ្នកត្រូវបានបញ្ជូនតាមខ្យល់ជារលកវិទ្យុឆៅហើយវាបានមកជាមួយបញ្ហាការហៅទូរស័ព្ទមានសំឡេងស្រពេចស្រពិលពួកគេបានធ្លាក់ចុះឥតឈប់ឈរហើយនេះគឺជាផ្នែកប្រៃវាមានការឆ្នេះប្រសិនបើនរណាម្នាក់នៅក្បែរនោះមានម៉ាស៊ីនស្កែនវិទ្យុពួកគេអាចស្ដាប់ការហៅទូរស័ព្ទរបស់អ្នកហើយស្ដាប់រឿងទាំងមូលមិនចាំបាច់លួចចូលទេជាទូទៅអ្នកកំពុងចាប់ផ្សាយការសន្ទនាឯកជនរបស់អ្នកទៅកាន់នរណាម្នាក់ដែលចង់ដឹងចង់ឮគ្រប់គ្រាន់ដើម្បីជាបដិវត្តហើយមានកំហុសយ៉ាងខ្លាំងក្នុងពេលតែមួយដើម្បីបញ្ជាក់រឿងមួយមនុស្សពិតជាចង់ធ្វើការហៅទៅកាន់ការផ្លាស់ប្ដូរហើយវាគ្រប់គ្រាន់ហើយដើម្បីចាប់តាមអ្វីគ្រប់យ៉ាង 2G បានមកដល់ដើមទសវត្សរ៍ឆ្នាំ1990ហើយនេះគឺជាកន្លែងដែលអ្វីៗមានការចាប់អារម្មណ៍ការផ្លាស់ប្ដូរដ៏ធំគឺថា 2G បានប្ដូរពីអាណាឡូកទៅ Digital ជំនួសឲ្យការផ្សាយសំឡេងរបស់អ្នកជារលកវិទ្យុឆៅវាបានបំផ្លាញសំឡេងរបស់អ្នកទៅជាទិន្នន័យ Digital វាធ្វើឲ្យការហៅទូរស័ព្ទកាន់តែច្បាស់ហើយសំខាន់ជាងនេះទៅទៀតវាធ្វើឲ្យពួកគេមានសុវត្ថិភាពមានមនុស្សចម្លែកចៃដន្យណាដែលចូលទៅក្នុងការសន្ទនារបស់អ្នកជាមួយនឹងម៉ាស៊ីនតែអ្នកផ្លាស់ប្ដូរមានពិតប្រាកដមិននិយាយអំពីការហៅត្រូវបានផ្ញើសារ 2G គឺជាហេតុផលដែលសារ AMS មានហើយរឿងរ៉ាវនៅពីក្រោយការផ្ញើសារដំបូងដែលមិនធ្លាប់មានគឺពិតជាអស្ចារ្យណាស់នៅខែធ្នូឆ្នាំ1992វិស្វករអាយុ22ឆ្នាំម្នាក់ឈ្មោះ Neil Pavlovich បានផ្ញើអត្ថបទដំបូងរបស់គាត់វានៅលើកុំព្យូទ័រព្រោះទូរស័ព្ទមិនអាចផ្ញើអក្សរបានទេគ្រាន់តែទទួលវាប៉ុណ្ណោះហើយសារដែលគាត់បានផ្ញើមក Merry Christmas គាត់បានទៅកាន់នាយកប្រតិបត្តិតាមទូរស័ព្ទនៅការិយាល័យមួយក្នុងពិធីអ្នកណាមិនអាចឆ្លើយតបដោយសារតែទូរស័ព្ទរបស់គាត់មិនអាចផ្ញើសារមកវិញបានទេអត្ថបទដំបូងក្នុងប្រវត្តិសាស្ត្របានបន្សល់ទុកជាពណ៌ក្រហមជាមូលដ្ឋានការផ្ញើសារបានផ្ទុះឡើងទាំងស្រុងបន្ទាប់ពីនោះនៅឆ្នាំ2011ប្រជាជននៅសហរដ្ឋអាមេរិកតែម្នាក់ឯងបានផ្ញើអត្ថបទជាង2000លានក្នុងមួយឆ្នាំភាសាទាំងមូលបានកើតចេញពីវាLOL BRB អក្សរកាត់ទាំងអស់ដែលមនុស្សបានប្រើព្រោះសារនីមួយត្រូវបានបិទនៅ160តួអក្សរហើយការវាយលើបន្ទះលេខគឺឈឺចាប់ 2G ក៏បានណែនាំទិន្នន័យទូរស័ព្ទចល័តដំបូងដែរប៉ុន្តែវាមានភាពយឺតយ៉ាវយ៉ាងឈឺចាប់យើងកំពុងនិយាយអំពីល្បឿនដែលការផ្ទុកទំព័រមូលដ្ឋានតែមួយមានអារម្មណ៍ថាដូចជាការធ្វើតេស្តពិតប្រាកដរបស់អ្នកជុំប៉ុន្តែគ្រឹះត្រូវបានកំណត់ឥឡូវនេះអ្នកអាចហៅទូរស័ព្ទផ្ញើសារនឹងគ្រាន់តែប៉ះអ៊ីនធឺណិតទូរស័ព្ទបានក្លាយជាទូរស័ព្ទបន្តិចម្ដង 3G បានមកដល់ដើមទសវត្សរ៍ឆ្នាំ2000ហើយខណៈពេលដែល 2G អាចដំណើរការតាមបច្ចេកទេសនៅលើ 3G គឺជាបណ្ដាញដំបូងគេដែលត្រូវបានបង្កើតឡើងសម្រាប់វាភាពខុសគ្នាគឺពេលយប់និងពេលថ្ងៃគេហទំព័រត្រូវបានផ្ទុកក្នុងរយៈពេលប៉ុន្មានវិនាទីជំនួសឲ្យ email បានត្រឹមត្រូវធ្វើការហៅជាវីដេអូហើយនៅទីបំផុតសូម្បីតែមើលវីដេអូ YouTube ដំបូងដោយមិនចាំបាច់ទាញយករឿងទាំងមូលជាមុននេះគឺជាពេលដែលទូរស័ព្ទក្លាយជាកុំព្យូទ័រដ៏តូចមួយហើយបើអ្នកធំឡើងក្នុងសម័យនេះអ្នកចាំវាបាននេះគឺជាយុគមាសនៃទូរស័ព្ទ BlackBerry ដែលផ្ញើសារទៅកាន់មិត្តរបស់អ្នកនៅលើ BBM លើកទី1ដែលអ្នកបានឆែកមើល Facebook នៅលើទូរស័ព្ទជំនួសឲ្យកុំព្យូទ័រគ្រួសារទាញយកសំឡេងរោហើយមានអារម្មណ៍ដូចជាមនុស្សត្រជាក់បំផុតនៅរស់ការផ្ទុកវីដេអូ YouTube មួយយឺតលើរថយន្តសាលាខណៈពេលដែលវាមានការរំខានរាល់10វិនាទីសម្រាប់ចំនួនទាំងមូល 3G គឺជាបណ្ដាញដែលពួកគេបានធំឡើងប៉ុន្តែនេះជាផ្នែកដែលគ្មាននរណាម្នាក់និយាយអំពី 3G ស្ទើរតែខ្សែធនក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់មុនពេលវាដំណើរការដើម្បីដំណើរការ 3G ក្រុមហ៊ុនត្រូវទិញ Spectrum អាជ្ញាប័ណ្ណជាមូលដ្ឋានដើម្បីប្រើប្រេកង់វិទ្យុជាក់លាក់ហើយរដ្ឋាភិបាលដេញថ្លៃពួកគេហើយគ្រប់គ្នាមានការជឿជាក់យ៉ាងខ្លាំងថា 3G នឹងបោះពុម្ពលុយដែលពួកគេបានបាត់បង់គំនិតក្នុងការដេញទាំងទ្វីបអឺរ៉ុបក្រុមហ៊ុនបានចំណាយប្រាក់ជិត$100,000 លានលើអាជ្ញាប័ណ្ណទាំងនេះនៅចក្រភពអង់គ្លេសតែម្នាក់ឯងក្រុមហ៊ុនចំនួន5បានចំណាយប្រាក់សរុបជា$22,000 លានហើយបន្ទាប់មក 3G ដំណើរការយឺតជាងការសន្យាហើយរកប្រាក់បានតិចជាងការរំពឹងទុកក្រុមហ៊ុនទាំងនេះជាច្រើនបានចំណាយពេលរាប់ឆ្នាំជាប់បំណុលពីការដេញថ្លៃទាំងនោះ
ពួកគេភ្នាល់អ្វីគ្រប់យ៉ាងនៅលើអ៊ីនធឺណិតតាមទូរស័ព្ទគឺមានទំហំធំនិយាយត្រូវពួកគេទើបតែប្រហែលមួយទសវត្សរ៍លឿនពេកហើយចំណាយច្រើនលើសលប់សម្រាប់ឯកសិទ្ធិនេះប៉ុន្តែសម្រាប់មនុស្សធម្មតា 3G ពិតជាមានអារម្មណ៍ដូចជាវេទមន្តផ្ទុកទំព័របណ្ដាញពិតប្រាកដគ្រប់ទីកន្លែងការហៅជាវីដេអូដូចជាអ្វីមួយចេញពីភាពយន្តបែបវិទ្យាសាស្ត្រវានៅតែមានភាពច្របូកច្របល់នៅពេលដែលមានមនុស្សច្រើនពេកនៅលើអ៊ីនធឺណិតជាផ្លូវការទូរស័ព្ទឥឡូវនេះហើយมันមានការត្រឡប់មកវិញទេ 4G ដូច្នេះនេះគឺជារឿង 3G ត្រូវបានគេសន្មតថាជាបណ្ដាញអ៊ីនធឺណិតហើយពី3ឆ្នាំវាល្អណាស់ប៉ុន្តែបន្ទាប់មកឆ្នាំ2007បានកើតឡើងទូរស័ព្ទ iPhone បានចាប់តាមប្រព័ន្ធប្រតិបត្តិការ Android ធ្វើតាមភ្លាមៗនោះគ្រប់គ្នាមិនគ្រាន់តែឆែកអ៊ីមែលនៅលើទូរស័ព្ទរបស់ពួកគេកំពុងមើល YouTube ចាក់តន្ត្រីប្រមូលព័ត៌មានរូបថតគ្មានទីបញ្ចប់ហើយ 3G មិនអាចយកវាបានទេសូមមើល 3G ត្រូវបានរចនាឡើងវិញនៅពេលអ៊ីនធឺណិតទូរស័ព្ទចល័តមានន័យថាផ្ទុកទំព័របណ្ដាញអ្នកបង្កើតវាស្រមៃថាមនុស្សរាប់លានអ្នកកំពុងចាក់វីដេអូក្នុងពេលតែមួយនោះទេដូច្នេះនៅពេលដែល smartphone បានផ្ទុកបណ្ដាញ 3G មានការកកស្ទះនិងយឺតក្នុងការវាតម្រូវការនេះបានកើនឡើងទាំងស្រុងនៅអ្វីដែលបច្ចេកវិទ្យាត្រូវបានបង្កើតឡើងដើម្បីដោះស្រាយអ៊ីនធឺណិតបានផ្លាស់ប្ដូរទៅក្នុងហោប៉ៅរបស់មនុស្សគ្រប់គ្នាលឿនជាងបណ្ដាញអាចបន្តបាននោះហើយជាមូលហេតុដែល 4G ត្រូវបានបង្កើតឡើងឆ្នាំ2010នៅពេលដែលក្រុមហ៊ុន Verizonបានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិកដែលផ្តល់សេវា 4G សំខាន់គឺនៅក្នុងរបៀបដែលវាត្រូវបានសាងសង់ 3G គឺជាបណ្ដាញហៅទូរស័ព្ទដែលមានមូលដ្ឋានលើអ៊ីនធឺណិត 4G បានបោះចោលអ្វីៗទាំងអស់ហើយត្រូវបានរចនាឡើងជាអ៊ីនធឺណិតសុទ្ធតាំងពីមូលដ្ឋានទិន្នន័យដំបូងគ្មានអីវ៉ាន់ចាស់ទេនោះហើយជាអ្វីដែលធ្វើឲ្យវាកាន់តែលឿននិងមានស្ថិរភាពជាងមុនហើយការកសាងឡើងវិញនោះបានបង្កើតពិភពលោកទាំងមូលដែលយើងរស់នៅឥឡូវនេះយូរបើមិនដំណើរការដោយគ្មានទិន្នន័យចល័តលឿននិងអាចទុកចិត្តបានទាំង Instagram, Snapchat, TikTok ឬ Stream Netflix នៅលើរថភ្លើងសេដ្ឋកិច្ចកម្មវិធីទាំងមូលសេដ្ឋកិច្ចអ្នកបង្កើតសេដ្ឋកិច្ចធំទាំងអស់នេះត្រូវបានបង្កើតឡើងនៅលើកំពូលនៃ 4G ដោយសារតែ 4G គឺជាបណ្ដាញដំបូងគេដែលអាចគ្រប់គ្រងវាបានអាចឃើញវានៅក្នុងទូរស័ព្ទផងដែរទូរស័ព្ទសម័យ 3G នៅតែមានក្តារចុចនិងអេក្រង់តូចនៅពេលដែល 4G បុកទូរស័ព្ទបានក្លាយជាបន្ទះកញ្ចក់ដ៏ធំទាំងនេះអេក្រង់ទាំងអស់ប៉ះទាំងអស់ដោយសារតែបណ្ដាញនេះអាចគ្រប់គ្រងកម្មវិធីធ្ងន់ល្មមដើម្បីបង្ហាញអំពីភាពឥឡូវនេះគឺជារឿងគួរឲ្យអស់សំណើចនៃប្រវត្តិសាស្ត្រអាមេរិកដែលនៅពេលដែល 4G គឺជារឿងថ្មីដ៏ក្តៅគគុកក្រុមហ៊ុនដឹកជញ្ជូនបានចូលទៅក្នុងសង្គ្រាមទីផ្សារគេបោកបញ្ឆោតក្រុមទូរស័ព្ទចល័តនិងអាប់និងធីបានយកបណ្ដាញ 3G មកបញ្ចូលគ្នាបានទះផ្លាកលេខ 4G លើពួកគេហើយបានផ្សព្វផ្សាយថាជា 4G ទោះបីវាមិនមានលក្ខណៈបច្ចេកទេសក៏ដោយនៅទីបំផុត Apple ទើបតែបានទៅជាមួយវាហើយអនុញ្ញាតឲ្យ iPhone បង្ហាញរូបតំណាង 4G នៅលើបណ្ដាញដូច្នេះមួយរយៈនេះ 4G នៅលើទូរស័ព្ទរបស់អ្នកប្រហែលជាមិនមែនជា 4G ពិតប្រាកដនោះទេ 4G គឺជាកន្លែងដ៏ផ្អែមល្ហែមលឿននិងអាចទុកចិត្តបានដែលនិយាយដោយស្មោះត្រង់មនុស្សភាគច្រើននៅតែមានអារម្មណ៍ថាវាជាអ្វីដែលពួកគេធ្វើឲ្យការលក់ 5G ក្លាយជាការងារលំបាកប៉ុន្តែនោះជារឿងបន្ទាប់ 5G បានមកដល់ប្រហែលឆ្នាំ2019ដល់ឆ្នាំ2020ហើយវាជាបណ្ដាញទូរស័ព្ទថ្មីបំផុតដែលដំណើរការសព្វនៅលើក្រដាសវាជាការលោតផ្លោះដ៏ធំមួយល្បឿនដែលអាចឈានដល់រាប់រយមេហ្គាប៊ីតក្នុង1វិនាទីពេលខ្លះសូម្បីតែទឹកដីហ្គីហ្គាប៊ីតលឿនល្មមដើម្បីទាញយកភាពយន្តពេញក្នុងរយៈពេលប៉ុន្មានវិនាទីហើយវារក្សាបានល្អប្រសើរជាង 4G នៅកន្លែងដែលមានមនុស្សច្រើនដូចជាកីឡដ្ឋានដែលគ្រប់គ្នាមានអ៊ុនតាល្បឿនមិនមែនជាផ្នែកដ៏ល្អបំផុតទេវេទមន្តពិតប្រាកដគឺភាពយឺតយ៉ាវទៀតការពន្យាពេលរវាងទូរស័ព្ទរបស់អ្នកស្នើសុំអ្វីមួយហើយបណ្ដាញឆ្លើយតប 4G ស្ថិតនៅចន្លោះពី30ទៅ50មីលីវិនាទី 5G អាចធ្លាក់ចុះដល់កម្រិត1ត្រេ10ស្ទើរតែភ្លាមនោះហើយជាអ្វីដែលធ្វើឲ្យរថយន្តបើកបរដោយខ្លួនឯងអាចធ្វើទៅបានពីព្រោះរថយន្តដែលមានល្បឿន60ម៉ាយក្នុង1ម៉ោងជារបៀបដែលក្រុមពេទ្យកាត់បានប្រតិបត្តិការលើអ្នកជំងឺរាប់រយម៉ាយពីចម្ងាយដោយប្រើដៃមនុស្សយន្តលើ 5G នៅពេលដែលការពន្យាពេលគឺ0ជាមូលដ្ឋានចម្ងាយឈប់មានបញ្ហាប៉ុន្តែនេះជាកន្លែងដែលរឿងរ៉ាវរបស់ 5G ទៅជាស្គូតដូចដែលវាត្រូវបានដាក់ឲ្យដំណើរការត្រឹមត្រូវដូចដែល COVID បានវាប្រឆាំងនៅឆ្នាំមួយបានផ្ទុះឡើងតាមអ៊ីនធឺណិតដែលអះអាងថា 5G កំពុងរីករាលដាលមេរោគដើម្បីឲ្យច្បាស់លាស់មិនពិតទាំងស្រុង 5G ប្រើរលកវិទ្យុនិងទូរទស្សន៍ថាមពលគ្មានគ្រោះថ្នាក់ដូចគ្នាបានប្រើអស់មួយសតវត្សរ៍មកហើយមេរោគគឺជាជីវសាស្ត្ររលកវិទ្យុមិនមែនទេពួកគេមិនមានអ្វីតាក់ទងគ្នាទេប៉ុន្តែវារីករាលដាលយ៉ាងណាក៏ដោយជំរុញដោយតារាល្បីដូចជា Woody Harrelson ចែករំលែកវាដល់រាប់លាននាក់ហើយមនុស្សមិនគ្រាន់តែជឿវាទេពួកគេបានចាប់ផ្ដើមដុតបំផ្លាញប៉មកោសិកាការវាយប្រហារដោយភ្លើងឆេះជាង140នៅទូទាំងប្រទេសជាច្រើនប្រជាជនដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរក្សាពួកវាឲ្យជាប់ក្នុងអំឡុងពេលបិទប៉មខ្លះដែលគេដុតមិនមានសូម្បីតែ 5G ទីក្រុងមួយត្រូវប្រកាសជាសាធារណៈអំពីប៉មដែលគេដុតសូម្បីតែមិនមាន 5G នៅលើវាទោះបីជាមានរឿងទាំងអស់នេះក៏ដោយ 5G មាននៅគ្រប់ទីកន្លែងឥឡូវនេះមួយនៅលើការចាប់របស់គាត់គឺជាការក្រោបវានៅតែថ្មី
ដូច្នេះនៅតំបន់ជនបទទូរស័ព្ទរបស់អ្នកនឹងឈប់ប្រើ 4G ដោយស្ងាត់ស្ងៀមប៉ុន្តែសម្រាប់រឿងប្រចាំថ្ងៃអ្នកនឹងមិនសូវចាប់អារម្មណ៍ទេនោះហើយជាមូលហេតុដែលការលក់មនុស្សនៅលើ 5G គឺពិបាកណាស់ 4G គឺល្អគ្រប់គ្រាន់ហើយ 6G ការចាប់ជាមួយ 6G គឺថាវាមិនទាន់មាននៅឡើយទេយ៉ាងហោចណាស់មិនមែនសម្រាប់អ្នកនិងខ្ញុំទេមិនមានទូរស័ព្ទ 6G ដែលអ្នកអាចទិញបានទេឥឡូវនេះវារស់នៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវសាកល្បងនឹងផ្កាយរណបពិសោធន៍មួយចំនួនមនុស្សតែម្នាក់គត់ដែលប៉ះ 6G សប្តាហ៍នេះគឺជាអ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យានៅលើក្រដាសលេខគឺមិនសមហេតុផលតាមទ្រឹស្ដី 6G អាចឈានដល់ល្បឿនរហូតដល់1 Terabit ក្នុង1វិនាទីដើម្បីដាក់វាតាមទស្សនៈនោះលឿនជាង 5G ប្រហែល100 ដងយើងកំពុងនិយាយអំពីការទាញយកភាពយន្ត 8K ទាំងមូលក្នុងរយៈពេលប្រហែល1វិនាទីផែនការនេះក៏នឹងត្បាញ AI ដោយផ្ទាល់ទៅក្នុងបណ្ដាញខ្លួនវាផងដែរដូច្នេះវាអាចព្យាករណ៍ពីតម្រូវការនិងគ្រប់គ្រងចរាចរណ៍ដោយគ្មាននរណាម្នាក់ប៉ះវាហើយនេះគឺជាផ្នែកដែលធ្វើឲ្យ 6G លើសពីការធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យាវាក្លាយជាការប្រណាំងភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិកនិងចិនទាំងពីរមើលឃើញថា 6G ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់អនាគតស្ទើរតែដូចជាបញ្ហាសន្តិសុខជាតិអ្នកណាគ្រប់គ្រងស្តង់ដារ 6G សំខាន់ជួយគ្រប់គ្រងឆ្អឹងខ្នងនៃយុគសម័យបន្ទាប់នៃអ៊ីនធឺណិតចិនបានបាញ់បង្ហោះផ្កាយរណប 6G ពិសោធន៍រួចហើយសហរដ្ឋអាមេរិកកំពុងជំរុញយ៉ាងខ្លាំងដើម្បីកុំឲ្យធ្លាក់ពីក្រោយនេះមិនមែនគ្រាន់តែជាទូរស័ព្ទដែលលឿនទៀតទេវានិយាយអំពីអ្នកណាជាអ្នកកំណត់ច្បាប់សម្រាប់ទសវត្សរ៍ក្រោយនៃការតភ្ជាប់ប្រសិនបើលំនាំរក្សាឲ្យបណ្ដាញទូរស័ព្ទចល័តបានលោតទៅមុខប្រហែលរៀងរាល់10ឆ្នាំត 6G ទៅតែទៅដល់មនុស្សធម្មតានៅប្រហែលឆ្នាំ2030ប៉ុន្តែដោយស្មោះត្រង់អ្នកមិនចាំបាច់មកងុយគេងលើវាទេពីព្រោះនេះជាការពិតគ្មានអ្នកលក់ទូរស័ព្ទថ្មីចង់ទទួលយកទេ 5G មានល្បឿនលឿនមិនគួរឲ្យជឿ 4G នៅតែមានច្រើនជាងគ្រប់គ្រាន់សម្រាប់ស្ទើរតែគ្រប់យ៉ាងដែលមនុស្សភាគច្រើនធ្វើការផ្ញើសារប្រព័ន្ធផ្សព្វផ្សាយសង្គមការផ្សាយការហៅជាវីដេអូហើយទី2ដែលអ្នកនៅផ្ទះអ្នកគ្រាន់តែភ្ជាប់ Wi-Fi យ៉ាងណាក៏ដោយដូច្នេះដោយមធ្យោបាយទាំងអស់ទទួលបានរំភើបអំពី 6G គ្រាន់តែដឹងថាការលោតប្រហែលជាមិនមានអារម្មណ៍ខ្លាំងដោយការលោតពី 3G ទៅ 4G នោះទេនោះគឺជាអ្នកដែលពិតជាបានផ្លាស់ប្ដូរអ្វីៗទាំងអស់